យើងប្រៀបធៀបរវាងប្រទេសរ៉ូម៉ានីនិងប្រទេសហុងគ្រីរ៉ូម៉ានីមានប្រជាជនលើ19លាននាក់ខណៈដែលហុងគ្រីមានត្រឹម9.6លាននាក់បង្កើតឲ្យរ៉ូម៉ានីក្លាយជាប្រទេសលំដាប់ទី65ដោយប្រជាជនច្រើនបំផុតនិងហុងគ្រីលំដាប់ទី92ទំហំដីរបស់រ៉ូម៉ានី 92,000 ម៉ោសគឺធំជាងទំហំដីហុងគ្រី 36,000 ម៉ោសលើសពី2ដងបង្កើតឲ្យរ៉ូម៉ានីលំដាប់ទី81នៃប្រទេសធំៗនិងហុងគ្រីលំដាប់ទី108អេកូណូមីរបស់រ៉ូម៉ានីមាន GDP 300,000 លានដុល្លារនិង GDP រៀបរាប់ជាមនុស្សម្នាក់ 15,600 ដុល្លារបង្កើតឲ្យវាក្លាយជាអេកូណូមីលំដាប់ទី46ខណៈហុងគ្រីមាន GDP 185,000 លានដុល្លារនិង GDP រៀបរាប់ជាមនុស្សម្នាក់ 19,000 ដុល្លារទាំងពីរប្រទេសស្ថិតក្នុងសមាគម NATO និងសហភាពអឺរ៉ុបកងយោធារ៉ូម៉ានីត្រូវបានចាត់ថ្នាក់ទី47ខណៈកងយោធារបស់ហុងគ្រីត្រូវបានចាត់ថ្នាក់ទី54